Được tôi đượcรู้nhưng tôi đem xíu nó phải ta bọt mà tôi đẹp bởi lắm từ để tôi cho nên là cái phố để dân thôi để tôi cho nên là nên là trang system để dân người ta mình ăn rồi đó kalau iniคือยังทางที่จะจัดเราประมาณนี้ที่มวยนี่เราทางดูสามที่ตัวนั้นปรับปรุงที่ใบนั้นเรียนที่บุญที่สุดที่ตรังที่ตัวอันที่ตัวมวยนี่ทำงานตัวเบอร์ที่สอบแบบตัวเบอร์ที่ตัวใบงานตัวเบอร์ที่ตัวบุญได้ทำแบบตัวเบอร์ที่ดับไปอัพที่ดับมวยโหลดบาลานซ์ที่ดับที่ไปโอเวอร์เซตเตอร์ที่ดับใบactivity server thì được bốn nó fan nữa hay là thì được răng được mà rồi là lo người ta cái vào cái tầm này nữa thì được bốn nhưng câu ta ở bậc cờ thì câu ta ở phơi lên pháo thì được US để dùng cái sao từ lời ý thú hay là từ tân nội dưỡng thì dùng cái sao từ lời toàn bộ dưỡng từ dùng câu ta ai thứ từ bài tí đấy nhưng mà cái sao này cái sao mà từ nội dưỡng tùy việc người ta hay phải Vietnam từ bên chút thật bắn nhưng phải là khi một năm khi được duyệt bảo dưỡng thì quy trình full khi bảo dưỡng thì học sáng phải độ về cái này dương dương là một đôi như trên mọi dương nói dương mới là phải bảo dưỡng khi môi anh ấy chia diagram hoặc cái đời suy và cái cách nói thì để tôi là tại thành phố này dương là tôi thì tại là cha là học sinh của mình bảo dưỡng hay nói thì dương là tăng khi tên mình tôi so với tên tôi tôi đến tôi sắp đi cái sang này thì là số một hạt té khi mua nó tôiยังเคยจะต้องเป็นการที่mobile term ហើយនេះគឺជាអ្វីដែលបានទៅឡើងនៅក្នុង mobile term ហ្នឹងគឺយើងត្រូវការ update ហើយនឹង install វាទៅមកយើងcheck ទៅកាន់ status ហើយហ្នឹងគឺដល់អញ្ចឹងយើងទៅថា cách món active យើងឃើញថាសម្រាប់របស់យើងគឺ active តាមថ្ងៃប្រហែលថ្ងៃម៉ោង8នាទីហើយទី2របស់យើងគឺយើងត្រូវការបង្កើតនៅសារមួយដែលdirectory មួយដែលឈ្មោះថាSLG សម្រាប់ school share អញ្ចឹងdirectory របស់នេះគឺឈ្មោះ school share ហើយគឺជា directory របស់យើងដែលយើងត្រូវការទៅកាន់កុំព្យូទ័រផ្សេងអញ្ចឹងទី2ហ្នឹងយើងត្រូវការទៅទៅក្រៅបនសិកយើងផ្ដល់នៅផ្សេងអាចទៅកាន់ folder របស់យើងអាចទៅប្រើ IP address file អាចទៅសេតាមឲ្យបានដែរហើយអានេះគឺជា file permission របស់យើងដែលយើងទុកជា file នៃយើងសិត read write execute data execute និង data execute គ្រប់ចំពោះ user គ្រប់ encoder ហើយមកដល់ពេលទី3របស់យើងគឺយើងទៅខាងedit ទៅលើសម្រាប់របស់យើងជា edit ទៅលើយើងទៅថាស្ថិតនៅ file HTTP សម្រាប់ដល់ smd.0.f ហើយយើងទៅថា add ជាកម្មមួយគឺ full share របស់យើងគឺជាកម្មវិធីធ្វើមកទេគឺអាចធ្វើទៅមួយបានគឺទៅហើយយើងទៅថានេះគឺយើងបានដាក់ក្រុមទេគឺពេលយើងប្រើខាងហ្នឹងគឺ full share យើង mix មកឲ្យពីទៅ full share folder អញ្ចឹងរបស់យើងគឺនៅទីតាំងតាមបានហើយ full share ហើយ read only no វាឲ្យទៅអញ្ចឹង that's only that for return nobody អញ្ចឹងយើងទៅការទៀតទៅពីយើងបានបន្តទៅហើយយើងទៅការទេតែយើងការ open នៅក្នុង area របស់យើងតែ area របស់ខ្ញុំគឺយើងទៅការទៅតាមហើយទៅទៅមកតាមគឺទី1ហ្នឹងយើងទៅតាមលើdigital យើងទៅតាមយើងយកប្រើ service SMB ដើម្បីជា
ប្រើរបស់យើងត្រូវពត4ខាងហើយពេញចូលមកទៅកាត់មកយើងទីស្តារបស់យើងទៅទីស្តាហើយយើង verify ដល់ PC យើងតែមកលើ PC របស់យើងតែលើ computer គឺ File Explorer គឺបើកមកកាត់មកយើងចូលទៅយក IP របស់យើងទៅក្នុងAWS តែមកយើងទៅតាម stage ខាងមកយើងតាម DTP ដល់យើងយើងទៅតាមទៅ Browser ហើយ tool តែចឹងយើងទៅតាមទៅលើយើងទៅដាក់ IP ហើយយើងដាក់ folder របស់យើងហើយយើងទៅយើងដាក់ទៅមួយទីtool តែពេលយើងទៅដាក់ enter ហើយយើងវាយចូលយើងก่อนគឺយើងចូលយក IP របស់យើងយើងយក IP របស់យើងមកយើងចឹងយើងដាក់ IP របស់ខ្ញុំពីរបស់ខ្ញុំដែលខ្ញុំចូលឡើងហើយទៅវិញទៅឥឡូវនេះយើងឃើញថាតើខ្ញុំបានបញ្ចប់ hello.qt អញ្ចឹងយើងមកទៅតាមទៅតាមទៅទៀតមកដើម្បីដឹងថាdetect opportunity ខ្ញុំទៅតាមហ្នឹងហើយយើងទៅmake love UTT ទៅអាចទៅពីយើងបានប្រកាសតាមរបស់យើងហើយយើងអាចចូលទៅ tab នេះបានគឺតាម tab ផ្សាយរបស់យើងគឺទី1យើងចូលទៅតាមយើងអាចមើលបានរបស់យើងហើយដើម្បីបញ្ជាក់បានយើងត្រូវការយើងចូលទៅកាន់ folder RS standard folder ទៅមកដល់ឯងមកយើងអាចឃើញតាមរបស់យើងគឺចូលតាម folder ទីតាម folder របស់យើងនេះគឺជាទីតាំងយ៉ាង folder របស់យើងគឺនៅនេះយើងចូលទៅ copy ដែរហើយគឺទីតាំង folder នៅក្នុងម៉ាស៊ីនរបស់យើងតែមកយើងទៅទីនេះយើងចូលទៅយើងចូលបានយើងដល់ S មកយើងឃើញថាតើទីដែលយើងបានឃើញក្នុងទីរបស់យើងគឺយើងឃើញថាវានៅក្នុងនេះអញ្ចឹងយើងអាចទៅ tab មួយបាន hello.php ហើយឲ្យវាទៅទៅហើយPHP អរការដែលខ្ញុំទៅទឹកនេះទៅមកតាមហ្នឹងអញ្ចឹងយើងអាចទឹកម្ដងទៀតដើម្បីមើលយើងអាចរៀន execute នៅលើតាមហ្នឹងបានអញ្ចឹង system របស់យើងគឺយើងទៅថាទៅ CFI ក្នុងទឹកទី1របស់យើងគឺបានពិភពហើយគឺយើងទៅតទៅនឹងតាម system ចំណុចទី2របស់យើងសិក្សាទៅលើទី2គឺ proxy server ចំពោះ proxy server របស់យើងគឺយើងសិក្សាទៅលើ switch ដែលយើងសិក្សាទៅជា process ហើយមុខងាររបស់proxy របស់យើងគឺសិក្សាអត់ឲ្យuser ផ្សេងៗហ្នឹងទៅអាចaccess ទៅលើ web
សាយទៅដូចជា Instagram Facebook YouTube អីចឹងទៅហើយទីមួយរបស់ខ្ញុំគឺខ្ញុំត្រូវការដំឡើងលើការពេករបស់យើងទៅតែពីដំឡើងហើយយើងenable លើ service យើងចេះថា enable service ពេករបស់យើងហើយនឹង start ពេករបស់យើងទៅពី start ហើយយើងចេះថា config file យើងបើក file មកបើក file រួចយើងត្រូវការcreate មក select link របស់យើងហើយយើងគិតយើងបែរនៃគេខ្លះនៅក្នុង proxy របស់យើងទីមួយយើងថា block ទៅលើ website មួយចំនួនដូចជាខ្ញុំបានប្រាប់នេះពី YouTube Facebook ហើយ Instagram ទៅពីខ្ញុំបាន add ទៅកាន់ file របស់យើងគឺ file វិញរបស់យើងហើយយើងត្រូវការ save ទៅពី save ហើយយើងត្រូវការ enable វា enable ហើយយើងត្រូវការយើងទៅទៅយើងទៅដូចយើងទៅកាន់ EC2 របស់យើងដែលយើងត្រូវការទៅលើគឺវា inbound ហ្នឹងយើងប្រើ service EC2 ដែលប្រើទៅលើ port 3188ហើយទៅពីយើងត្រូវការបង្កើតនៅលើ page របស់យើងហើយយើងត្រូវការតែនៅលើ system របស់យើងទៅពីយើងតែដើម្បីតាក់បានគឺយើងទៅកាន់ proxy របស់យើង proxy របស់យើងគឺនៅក្នុង system របស់យើង proxy គឺproxy យើង set up new proxy របស់យើងគឺយើងត្រូវការបើកមកទៅពីបើកហើយយើងហាត់ក្នុង public IP របស់យើងក្នុង TWS ហើយ port យើងប្រើពី port 3188ហើយយើងឆាត់ save ទៅពី save ហើយយើងធ្វើការ search យើងអាចតែបានគឺ Facebook គឺថា user របស់យើងទៅមកទៅការអីទៅចង់មើល website ផ្សេងៗដែលយើងបិទនេះគឺយើងអាចចូលបានទេអញ្ចឹងអាចមើលបានឥឡូវនេះគឺថា Facebook របស់យើងគឺយើងបានបែរទៅលើយើងអាចចូលរួចយើងហើយមួយទៀតគឺ Instagram យើងអាច share បាន Instagram ទៅដោយសារតែ proxy របស់យើងគឺបានបែរទៅលើ website មួយចំនួនដែលអត់ឲ្យ user យើងប្រើប្រាស់នៅ website ហ្នឹងបានទេយើងអាចប្រើប្រាស់បានទេអញ្ចឹងនៅថាក្នុងមុនទៅការហ្នឹង user អាចធ្វើក្រៅពីទៅការទេអត់ឲ្យចូល website ចូលជាដាក់ computer របស់ user យើងម្នាក់ទេអញ្ចឹងទៅពីសារមកយើងឃើញថា user ហ្នឹងអាចចូល website ឲ្យផ្សេងៗទេអញ្ចឹងចំណុចទីរបស់យើងដែលយើងត្រូវតាមទៅទៅតាម proxy server គឺតាមទៅឡើយយើងចូលទៅតាមនៅទី3ទៅយើងរៀនពី DNS តែពួក DNS server វិញmìnhប្រើទៅលើបាញ់ណាមគឺប្រើនៅលើដើម្បីប្រើលើនេះដើម្បីបោះឡើង description តែ description feature គោលរបស់យើងទីមួយហ្នឹងដើម្បីប្រើប្រាស់បាញ់ណាមបានគឺmìnhប្រើនឹងទៅតាមកម្លាំងនោះទៅលើប្រទេសនេះទៅលើទីរបស់យើងគឺយើងត្រូវការ install បាញ់ណាមលោកទៅenable វាហើយនឹង start ស្វីរបស់ទៅលើទីពីរហ្នឹងគឺថា configuration global គឺការ config ទៅលើជា system របស់យើងគឺទីមួយហ្នឹងយើងត្រូវការបើកការរបស់យើងទៅពីយើងបើកការបាញ់ណាមរបស់យើងហើយយើងត្រូវការ config ទៅលើ port 88របស់ people.com ចឹងទៅហើយយើងអាចនៅIP ផ្សេងៗហើយទៅមកយើងធ្វើការ create នៅកាន់គូនយើង create គូនរបស់យើងបើកសាររបស់យើងមកយើងដាក់ name លុបផលហើយយើង add គូនរបស់គូនរបស់យើងទៅកាន់អាខាងដែលយើងបានទៅឡើងហើយនឹងគឺបាញ់មកទៅយើងបានបង្កើតយើងបានសាហើយយើងត្រូវការ exit ពីខាងនោះមក
ហើយយើងមានទី add សូនតរបស់យើងតបអញ្ចឹងទៅយើងអាចលាបសូនរបស់យើងដូចជាយើងអាច add retake ជាមួយនេះមកពេចប្រាំងទីសំទួរបស់យើងទី add របស់យើងគឺ admin such as choose apply feature or school ហើយនេះជាអ្វីវាបានទេពី IP របស់យើងហើយទៅមកយើងអាច visit បានទៅ visit បានហើយយើង open វានៅ gateway យើងទៅតាម gateway របស់យើងនេះដើម្បីបើកតាម port DNS 53ហើយ UDP 53ហើយ TCP 53ទៅមកយើង share របស់យើងហើយយើង verify ថាproxy DNS របស់យើងគឺវាដើរអត់អញ្ចឹងអាច verify បានយើងវេចស្មានមកតែស្មាននេះអាន3ដងអញ្ចឹងអាចតែម្ដងទៀតបានវានឹងបើអត់អញ្ចឹងយើងអាចបញ្ជាក់បានម្ដងទៀតបន្តយ៉ាងចឹងទៅទៅបានគេថាDNA របស់យើងគឺទូនprice feature tool របស់យើងគឺអូខេហើយអញ្ចឹង DNA របស់យើងគឺទៅតាមទៅលេងហើយទៅលើទៅអញ្ញារបស់យើងគឺវាអូខេអញ្ចឹងយើងអាចតេស្តបានម្ដងទៀតយើងប្រើ NS ប្រូក្រាមទៅយើង NS ប្រូក្រាមហើយវាទាំងនេះថាទៅយើង NS ប្រូក្រាមរួចធ្វើរបស់យើងគឺនេះพอร์ต A3 ហើយនឹងឈ្មោះDNA ឈ្មោះរបស់យើងគឺ review price feature tool price feature tool អញ្ចឹងនេះគឺជាអ្វីដែលយើងបានធ្វើទាក់ទងទៅនឹងទី3របស់យើងគឺទាក់ទងទៅនឹង DNS server របស់យើងទៅពីចប់ DNS server របស់យើងហើយយើងចូលតាមចំណុចនេះទៀតដែលយើងសិក្សាទៅលើ DHCP ហ្នឹងគឺខ្ញុំប្រើទៅលើដល់engine នៅក្នុង manage ក្នុង automate IP manage សម្រាប់ price feature tool របស់យើងហើយជាទឹកពីយើងចង់ប្រើ DHCP គឺត្រូវ install មួយចំនួនដូចជាយើង install នៅ ISP DHCP server យើងប្រើISP DHCP ទៅយើងគេតាមឡើងមកទៅយើងឡើងហើយយើងគេថា edit តើរបស់យើងedit តើរបស់យើងគឺតាមដែលយើង deploy យើងបាន download មកហ្នឹងយើងអាច update line ដែលអាហ្នឹងស្មើអញ្ចឹងប្រើទៅយើងប្រើជាមួយទីហ្នឹងហើយតែយើងបាន edit រួចហើយយើងអាច save file ទៅបាន save file ហើយយើងទៅការនៅលើ open តាមនឹងម្ដងទៀតដើម្បី add នៅ full scope ដើម្បី add របស់យើងគឺយើងប្រើប្រមាណចំនួនប្រមាណនេះតែខ្ញុំបាន add full scope របស់យើងគឺខ្ញុំទៅតាម save file ហើយនៅក្នុង KVS របស់យើងគឺខ្ញុំប្រើ port UDP 67និង68ទៅលើ storage UDP ទៅមកយើងទៅការ save នៅក្នុង AWS របស់យើងហើយយើងទៅការverify ទៅយើង verify ហើយទៅចេញទៅយើង verify ហ្នឹងយើងទៅការ verify ដឹងថាDHCP នេះដើរអញ្ចឹងយើងអាចတက်បានយ៉ាងទៅ verify នេះគឺជា link របស់យើងដែលយើងទៅការ start ក្នុងថ្ងៃទី6ខែ4នៅពីទី4ខែ4ហើយទី4យើងគឺទី4ទៅ6ដល់ទី1ថ្ងៃទី1ហើយមួយទៀតហ្នឹងគឺយើងអាចធ្វើការមើលទៅលើ page របស់យើងថាវាដើរមិនអញ្ចឹងអាចវាយស្មាននេះបានតែយើងមិនវាយហើយយើងដឹងថាគឺIC ICSC របស់យើងគឺវា active មិនមាននៅថ្ងៃហ្នឹងទី9ដើម្បីជាថាវា active ហើយយើងអាចមើលបានវាទៅតាមវា attach TCP របស់យើងគឺវាទៅតាមទៅតាមហ្នឹងហើយ port ផ្សេងតែខ្ញុំ
អាចជាវាដូររហូតទៅនិយាយទៅការចូលទៅកាន់ទៅកែរបស់យើងហើយនៅ DHT របស់យើងគឺយើងធ្វើការទៅលើ IST ពីយើងទៅបានទៅហ្នឹងគឺយើងទៅវាទៅការទៅដល់ទៅចំណុច DHT របស់យើងគឺហើយតែមកទៀតហ្នឹងយើងធ្វើការទៅលើ DTN ព្រោះចំណុចបច្ចេកទេស5របស់យើងគឺខ្ញុំ event របស់យើងខ្ញុំប្រើ Whiteboard ដែលយើងប្រើដើម្បីឡៅស្តាប់ទៅជួ access វិញថាយើងឲ្យស្តាប់ហ្នឹងភាសានៅការ access ពីខាងក្រៅទៅលើប្រព័ន្ធ system របស់យើងដែលគេដាក់ក្នុងថា site architecture យើងទៅតាមទៅទៅសាលារៀនរបស់យើងហើយយើងអាចទីមួយហ្នឹងយើងធ្វើការទៅឡើងយើង update system របស់យើងហើយយើងអាចទៅឡើង install Whiteboard ហើយបានហ្នឹងវាអូតូ download ហើយអញ្ចឹងយើងទៅយើងdownload ហើយយើងធ្វើការ generate fee ណាយើងទៅ generate fee ច្រើនដែលយើងយក feature ដែលជា own ជាវាត្រូវការ server វាត្រូវការ private ហើយ public key ហើយយើងធ្វើការgenerate មកទៅ generate ហើយយើងធ្វើការ create file ហើយ create file ទូទៅក្នុង file យើងណាំនៅ PDC អ្វីកាត់វិញជួយកាត់ដល់យើងហើយយើងធ្វើការពេញប្រចាំអានេះគឺជាយើងទៅដាក់កន្លែង private នេះគឺយើងបានទៅកាត់ជាឥឡូវផងវាទៅជាទូបានកាត់ហើយយើងទៅមកយើងធ្វើការ enable ទៅលើវារបស់យើងហើយទី3យើងធ្វើការ open VPN ដែលយើងប្រើ port UDP port 51 820អញ្ចឹងយើងចូលទៅកាន់system របស់យើងហើយយើងធ្វើការបើក port ហ្នឹងមកតែមកយើងធ្វើការ save ហើយយើងទៅសាកនៅ service គឺការរបស់យើងតែមកយើងអាច verify បានហើយទៅពី verify ហើយយើងធ្វើការ sudo យើងអាច command នេះបានដើម្បីតែយើង verify ទៅលើ VPN របស់យើងគឺដើរអត់ទេអាចបានRD គឺថាដូចថាអប៉ារបស់យើងគឺយើងបានការវិទ្យាល័យអញ្ចឹងយើងអាច sudo ទៅលើតូវិទ្យាល័យនេះគឺជាអ្វីដែលយើងបានបង្កើតទៅលើ VPN របស់យើងគឺយើងប្រើ public key នេះគឺជា key របស់យើងយើងបានទៅលើហើយនឹង private របស់យើងគឺ hidden យើងអាចប្រើបានទេហើយ recent port គឺយើងប្រើ port 51 តែពី0អញ្ចឹងតែទី5របស់យើងយើងធ្វើការទៅលើ VPN ទៅលើ Whiteboard របស់យើងគឺចាប់ទៅហ្នឹងអញ្ចឹងយើងអាចបន្តទៅលើ system ទៀតproject នេះគឺ project ទី6ដែលយើងធ្វើការរៀបចំទៅនឹង HRDP មួយថាយើងប្រើ HRDP ហ្នឹងដើម្បីឲ្យmultiple student ហ្នឹង to log into graphic Linux desktop របស់យើងហើយដើម្បីប្រើ HRDP របស់យើងបានគឺយើងត្រូវការទៅឡើងយើងទៅឡើងទៅកាន់ទីតាំងរបស់យើងមកយើងប្រើ command ដែលយើងអាចទៅឡើងទៅលើ server ហ្នឹងហើយទៅយើងអានេះយើងត្រូវការ install HTTP ហ្នឹងមុនទៅមកយើងអាចទៅឡើងបានហើយទៅឡើង HTTP របស់យើងទៅនេះទៅឡើងហើយយើងធ្វើការ enable យើង enable យើងស្តាររួចយើងបើប្រើបើ port RDP custom TCP បានទៅយើងប្រើឲ្យ3389ទៅពីយើងedit ទៅកាន់ port របស់យើងហើយយើងទៅកាន់ file ហ្នឹងទៅពី save ខ្ញុំadd user student មួយដែលមាន record ពុជមកពីបាយយើង add user មួយទៅយើង add user មួយហើយយើង verify យើងបើក remote desktop មកទៅពីយើង remote desktop ហើយយើងpublic IP ទៅពី public IP ហើយយើង enter user name ហើយ password អញ្ចឹងយើងអាចចាប់បានអស់គ្នា remote desktop
đó thì tôi cáp ta IT bằng đườngនេះគឺជា IT របស់ខ្ញុំពេល IT នៅក្នុង cloud របស់ខ្ញុំអញ្ចឹងទៅពីយើងទៅតាម IT ហើយយើងទៅតាមគ្នាយ៉ាឥឡូវនេះបន្ទាប់ពីយើងចូលមកដល់ user student របស់យើងដែលយើងបាន add នៅក្នុងក្នុង YouTube របស់យើងហើយ password គឺមួយទីអញបានកត់អឺគឺមួយទី3គឺដល់មិនទៅលេខកត់ដែរគឺមួយទី3គឺមួយទី3អត់ទាំងគោលមួយទី3ទៅទៅក្នុងអ៊ីនធឺណិតគឺអត់ដឹងមកចិត្តតាំងពីហ្នឹង username គឺ student មកខ្ញុំបីខុស student student គោលមួយទី3ចឹងតែ code របស់ខ្ញុំតែខ្ញុំបែរចូលតែខ្ញុំតេស្តបានល្អទៅទៅខ្ញុំបានបន្តតែ student របស់យើងគឺយើងត្រូវការនេះគឺជា public មិនយើងដាក់ public icon យើងត្រូវការមើលទីរបស់យើងអត់ជួយយើងត្រូវការ remote desktop បានយ៉ាងណាទៅយើងស្វែងតាម remote desktop តែនេះចឹងយើងថារបងផ្លេចម្ដងទៀតគឺ then គោលមួយទី3ដឹងមិនដែរអញ្ចឹងខ្ញុំទៅផ្នែកចូលម្ដងអញ្ចឹងខ្ញុំទៅលេខអញខ្ញុំទៅលេខ code ខ្ញុំគាត់ធ្វើដំណើរ server របស់យើងគឺយើង search មក student អញ្ចឹងទៅ
then record then rồi bà dưỡng từ rồi bà nhắn đặt một thì bài tập luyện cơ quan ấy theo tại công ty yang đau chẳng như còn mình phải để cột cọ lâu system mà giống như micro bạn ấy từ user student mà giống như ai số một tên bao nhiêu bán như ai tất cả từ tất cả như vậy riêng bạn đạo cái là những gì mình xem vật như từ bao nhiêu như ai tăng từ bán từ là một môi bao nhiêu người dân từ ra để tôi mình thân nào từ bao nhiêu từ riêng cái chọc tập nắng từ riêng ai tăng từ đầu sao mình sẽ từ riêng mà một nắng tình hình ra trong giờ ở đây tại địa bàn chẳng là các tập bao nhiêu thì người ta từ đầu website đến bây giờ thôi tăng mắn từ gì này từ cái store no NCI anh từ dương report ấy và mấy tí này mình sẽ đi tập sập đến dương là sự ta update thì cho mọi đứa cả mỗi install rồi NCI anh thích mọi đứa tập install hết thì người ta anh bỏ rồi dương sự ta employ sự ta tài xì mọi đứa thì làm mà mỗi điểm một sao but come to price tool language web service trắng là dân submission để thành quality mà bởi hướng từ một cuốn bốn hay là bày tại bán cho dân cần đẹp ăn IT và dân dân sàn dân ở đó như tất cả đại học nhau lâu như tất cả một thành IT bởi giờ IT bởi giờ thì nên phải tuân từ mỗi những data ăn nó lấy thà bật vời bởi giờ từ tục từ lớn nghe tuyệt đời không từ bởi giờ từ welcome to trying to successful thì là gặp từ đời chấm cái này chỉ có mỗi bạn people bao nhiêu để công tập với tập ở chấm cái
ការតទៅទៅនឹង microver ប្រើ microver គឺខ្ញុំប្រើទៅលើ post-it ហើយនឹងជាមួយ don code គឺយើងប្រើទៅលើ email picture for future ទៅ site successful ចឹងទីមួយយើងធ្វើការទៅឡើង post-it របស់យើងទៅពី page របស់យើងហើយយើងធ្វើការ post-it ពីទៅយើងមើលថាពេលដែលយើងបានឆ្លាញ់ហ្នឹងយើងនិយាយនៅ offline របស់យើងគឺយើងដាក់មក mail គឺ price successful my destination គឺ my partner ហើយ local school គឺ local របស់យើងហើយអ្នករបស់យើងគឺចឹងដើម្បី enable គឺយើងទៅតាម mail របស់យើងគឺតាម locate ទៅមកយើងចូលចិត្ត mail ទៅមក allow នៅ plain text protein ទៅមកយើងបើកនៅ port SMUCD ទៅ5ហើយ IMC នៅតែ8គឺត្រូវ port ពីទៅមកគឺnakស្មើទៅតាម restart ផុតរបស់យើងហើយ restart នៅផុតយើងទៅមកយើង verify ឡើងទៅជា verify យើងធ្វើការយើងអាចតែងដែរយើងផ្សេងដែរយើងគេថាដល់របស់យើងគឺ active គឺ active ហើយយើងអាចធ្វើការតាម map ទៅលើ off ពីតាមយើងប៉ុណ្ណឹងហើយគឺនេះគឺដល់ចឹងទៅពីដើមហើយយើងធ្វើការeco នៅប្រកាន់ student របស់យើងផ្ញើ mail មួយមកទៅខាងនេះរបស់យើងគឺយើងស្គាល់ message មួយដែលនេះមួយថា welcome to your new school mail server ចឹងយើងដាក់ mail ទៅកាន់ platform digital ទៅកាន់ student profile របស់យើងទៅមកយើងធ្វើការ register ជា register របស់យើងគឺទៅយើងគេបានហើយបានទៅបានទៅអត់ចាតាមពីសាប់រិកាទៅទៅទាំងនេះអេគឺខ្ញុំដៅចឹងតាមទៅមានតែការខ្ញុំដល់ទៀតហ្នឹងខ្ញុំដៅគឺបន្ទុកពីយើងចឹងយើងធ្វើការប្រកបទៅតាមទីដែលមកយើងមកដល់ហើយថាយើងនៅរូបវាទៅចឹងយើងអាចចូលណាក៏បានដែរចឹងយើងទៅតែខ្ញុំទឹកកាមេរ៉ាចឹងយើងអាចទៅយើងទៅតាមតំណែងហើយទៅជាគឺមិនទៅចឹងហើយយើងតាមកាមេរ៉ាទៅហ្នឹងតាមរយៈទៅបានកាមេរ៉ានេះចឹងយើងកាមេរ៉ាទៅតាមទូទាំងយើង
uh,